មកលើកនេះរឿងប្លែកមកបែបនៅក្នុងទឹកព្រៃព្រឹក្សាវត្តជុំវិញអីអញ្ចឹងណាហើយលើកនេះមិនមកតឯងគឺមានជាមួយនឹងមិត្តភ័ក្ដិខ្ញុំមានអីអញ្ចឹងទៅទេសភាពស្អាតបែបនេះបើឲ្យទប់អារម្មណ៍អត់ថតគឺអត់បានហ្មងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចានិយាយទៅវីដេអូនេះគឺថាចេញពីកោះកុងទៅណាដោយបងប្អូនទាំងអស់គ្នាបានដឹងអញ្ចឹងថាខ្ញុំបានមកឆេងមេងនៅស្រុកអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយបន្ទាប់ពីយើងឆេងមេងហើយយើងក៏សល់ថ្ងៃយើងទៅដើរលេងទៅដើរអីជុំគ្នាជាមួយនឹងមិត្តភ័ក្ដិរបស់ខ្ញុំហើយថ្ងៃនេះគឺពួកខ្ញុំបានធ្វើដំណើរទៅជីផាតបងប្អូនទាំងអស់គ្នានិយាយមែនណាខ្ញុំមកស្រុកខ្ញុំពេលណាគឺថាខ្ញុំមិនដែររំលងឯងគឺខ្ញុំតែងទៅជីផាតរហូតហ្មងហើយបើនិយាយពីកូនខ្ញុំនេះវិញគឺថា relax មកតាហឹងហ្មងបងប្អូនទាំងអស់គ្នាអ្នកមើលមុខគេនិយាយទៅខ្ជូតហ្មងពេលដែលមកដល់ណាគឺយើងត្រូវឆ្លងសាឡាងឆ្លងអីដើម្បីទៅជីផាតបងប្អូនទាំងអស់គ្នានិយាយមែនណាកូនបំណងនេះធំណាគឺធំថាមកលេងទឹកជ្រោះលេងអីហ្នឹងហ្មងតែមកដល់មានណាបងប្អូនអើយទឹករិញខ្ទេចខ្ទីអស់តែម្ដងខ្ញុំនិយាយមែនណាភ្លៀងឡើងពី3មេជាប់ថ្ងៃគ្នាហ្មងប៉ុន្តែមកដល់ទឹករិញខ្ញុំអត់នឹកស្មានហ្មងទៅកន្លែងទឹកជ្រោះបានសម្រាប់សំខាន់អត់ខ្វល់ទេគឺថាមកកន្លែងទៀតគឺ Sunbel Valley បងប្អូនទាំងអស់គ្នានិយាយទៅកន្លែងនេះកន្លែងបងប្អូនខ្ញុំដែរគាត់ទៅតែបើកអញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងហើយគឺថាមកនេះគឺមកសម្ពោធលើកទី1ដែរទេបងប្អូននិយាយទៅមកដល់គឺថាចំណៃភ្នែកតែម្ដងបងប្អូនទាំងអស់គ្នាអូគូថា fresh ខ្លាំងមែនតើហ្មងកូនរបស់ខ្ញុំមកលេងមកករណីនេះហាគឺថាមាន idol សុំថតជាច្រើនចាបងប្អូនទាំងអស់គ្នាគឺកាមេរ៉ាភ្ជង់ដល់ហើយមកដល់ភ្លាមបងប្អូនទាំងអស់គ្នាគ្រាន់ឃើញទេសភាពហើយគឺទប់អារម្មណ៍អត់បានហ្មងគឺថាពួកខ្ញុំនេះគឺឆាប់ទៅដូរកៅអៅដូរអីដើម្បីចុះទៅថតរូបថតវីដេអូថតអីចែកជូនបងប្អូនទាំងអស់គ្នាទស្សនាអញ្ចឹងបងប្អូនអើយទេសភាពបែបហ្នឹងអីណាគេទៅទប់ចិត្តបានខ្ញុំនិយាយមែនណាគឺថាសវេសវាថតតែម្ដងម្នាក់និយាយទៅមិត្តភក្តិខ្ញុំរៀងខ្លួនគឺថាទូរស័ព្ទម្នាក់មួយថតពេញនឹងថតទៅវិញទៅមកចាហើយបន្ទាប់ពីច្រើនថតរូបថតអីហើយចាគឺថាមានជាការជួយយកអាសាពីនាងខ្ញុំផងដែរពីព្រោះអីប្លង់នេះគឺខ្ញុំត្រូវចុះថតដែរអញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងច្រើនថតហើយគឺថាខ្ញុំសវេសវាចុះថតតែម្ដងតែមិននិយាយលេងនិយាយសើចអីណាបងប្អូនទាំងអស់គ្នាសង្កេតមើលស្បែកខ្លួនឯងគឺថាមានអារម្មណ៍ថាដូចជាឆ្វាចលះដល់ហើយអត់ឲ្យឆ្វាចអត់ឲ្យលះមិនបើចរិតខ្ញុំនេះទៅដល់ណាបងប្អូនទាំងអស់គ្នាជួយពេញប៉ោះគ្រីស្តាល់ហ្នឹងគឺថាជាប់ខ្លួនហ្មងបងប្អូនចាកន្លែងណាក៏ញ៉ាំបានដែរគ្រប់ទីកន្លែងតែម្ដងចាបើឈលនិយាយពីស្បែកឲ្យសូមមកអួតរៀងមួយហ្មងទៅណោះកុំឲ្យបងប្អូនទាំងអស់គ្នាសួរតន់ចាបងប្អូនទាំងអស់គ្នាប្រកាសជាដឹងហើយថាកាហ្វេ Kala Lily គឺបានផ្លាស់ប្ដូររូបរាងថ្មីដែលយើងហៅថាកាហ្វេរំដួលចាសូមឲ្យតែមិត្តភក្តិខ្ញុំសូលីនេះបងប្អូនទាំងអស់គ្នាមើលរៀងគាត់ឲ្យមើលរៀងខ្ញុំមកនិយាយទៅគឺអ្នកដែលប្រើកាហ្វេរំដួលណាគឺទទួលរៀងស្ទប់បែបនេះតែម្ដងមកប្រើចុងក្រោយនេះខ្ញុំចាញ់បោកកាហ្វេរំដួលច្រើនណាបងប្អូនទាំងអស់គ្នាចាថាផឹកលេងទេបងប្អូនទាំងអស់គ្នាតែមានណាស្រក់ទៅហ្មងថតរូបថតឲ្យអស់ឲ្យបងប្អូនទាំងអស់គ្នាឥឡូវនេះចង់មកលេងទឹកនឹកឃើញចង់ថតពីព្រោះមានអារម្មណ៍ថាយើងលងជាមួយនឹងសម្រាប់ជាមួយនឹងស្បែកខ្លួនឯងហ្មងបងប្អូនទាំងអស់គ្នាចាថាម៉ែទៅជ្រួលជ្រើមតែបើនិយាយពីកូនខ្ញុំនេះវិញអូមួយសុបាយដល់ហើយទឹកទៅវិញទៅមកហាក់លោតនិយាយទៅគឺថាចូលចិត្តទឹកហ្មងកូនខ្ញុំចាហើយនេះមិនមែនកំមុំតាំង4ទេណាបងប្អូនទាំងអស់គ្នាចូល5ហើយព្រោះកូនខ្ញុំនឹងក៏កូនស្រីដែរតែសំខាន់ណាស់ណាត់កូនមិត្តភក្តិខ្ញុំមកមួយជីនោះគ្នានិយាយទៅហើយមិនចង់ទៅមកឲ្យកូនខ្ញុំនិយាយថាធ្វើបាបតែបងប្អូនទាំងអស់គ្នាខ្ញុំប្រាប់រឿងមួយចាមកដល់លេង4នាក់មែនណាតែមានមនុស្ស2នាក់ដែលមិនត្រូវគ្នាទេបងប្អូនទាំងអស់គ្នាចាគឺជាសូលីជាមួយនឹងសាចាគេអត់និយាយរកគ្នាទេបងប្អូនទាំងអស់គ្នានិយាយទៅមួយថ្ងៃនេះគេរៀងតសម្ដីគ្នាតែខ្ញុំ2នាក់ច្រើនគឺថារៀបចំគម្រោងការធ្វើម៉េចឲ្យ2នាក់នឹងបាននៅចិត្តគ្នាមកដល់លេងជុំគ្នាតែគេអត់និយាយរកគ្នាតែគេរបៀបមើលគ្នាម៉ាត់2ម៉ាត់អីចឹងណាចានិយាយទៅមកតួខ្លួនឥឡូវនេះបងប្អូនទាំងអស់គ្នាគឺ Kala Lily គ្រប់កន្លែងបងប្អូនទាំងអស់គ្នាចា collagen ផងកាហ្វេសម្រក់រៀងផងចាលេសេរ៉ូមផងបងប្អូនអើយតែបើថាលេសេរ៉ូមនេះគឺខ្ញុំប្រើមុនគេហ្មងខ្ញុំប្រើតាំងពីយូរឯងបងប្អូនទាំងអស់គ្នាចាគឺប្រើមិនដែររំលងទេដោយសារតែលេសេរ៉ូមនេះគឺជាប្រភេទលេសុតបងប្អូនទាំងអស់គ្នាអញ្ចឹងនៅពេលដែលលាបទៅគឺផ្ដល់សំណើមឲ្យទៅស្បែករបស់ខ្ញុំសពីខាងក្នុងខ្ញុំនិយាយមែនណាខ្ញុំមកដើរលេងនេះគឺខ្ញុំអត់មានបារម្ភខ្លាចខ្ញុំខ្មៅអីទេបងប្អូនទាំងអស់គ្នាដោយសារតែខ្ញុំប្រើជាមួយនឹងលេសុតអញ្ចឹងទោះបីជាខ្ញុំប្រឡែងសាច់បែបណាក៏ដោយបងប្អូនទាំងអស់គ្នាអត់ធ្វើឲ្យខ្ញុំខ្មៅជាប់ទៅវិញពិបាកអីទៅគឺអត់ហ្មងហើយប៉ះមកយកមកជាប់ខ្លួនទៀតបងប្អូនទាំងអស់គ្នាអូយគឺថាយប់ឡើងលាបកេងទៅបងប្អូនទាំងអស់គ្នាខ្មៅទៅណាចេញគឺអត់មានមកខ្លាចបារម្ភខ្លាចខ្មៅខ្លាចអេតហ៊ានចុះលេងទឹកអីគឺអត់តែម្ដងចាជាមួយនាងខ្ញុំនេះចាណាមួយលាបលេផងបំពន់ collagen ចេញមកពីក្នុងផងអញ្ចឹងអត់មានអីដែលត្រូវបារម្ភទេបងប្អូនទាំងអស់គ្នាអើយអញ្ចឹងមិនថាខ្ញុំសុំណែនាំបងប្អូនទាំងអស់គ្នាហ្មងជាមួយនឹង collagen លេសេរ៉ូមកាហ្វេ Kala Lily បងប្អូនទាំងអស់គ្នាចង់ស្អាតមុនចូលឆ្នាំមកបងប្អូនទាំងអស់គ្នាកុំភ្លេចជាមួយនឹងផលិតផល Kala Lily ហើយបន្ទាប់ពីយើងលេងឆ្អែតឆ្អន់ហើយបងប្អូនទាំងអស់គ្នាគឺថាមានជាការឃ្លានជាខ្លាំងធម្មតាយើងលេងទឹកបងប្អូនទាំងអស់គ្នាតែយើងងើបមកឃ្លានហើយអញ្ចឹងហើយគឺថាគាត់ងើបមកដល់ដូរកៅអៅហើយរៀងខ្លួនហត់ផត់ម្នាក់មកកំប៉ុងគឺថាញ៉ាំជុំគ្នាតែម្ដងហើយកញ្ញាសូលីនេះគឺថាញ៉ាំអីមិនដែលលឿនទេ